សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់ជាមួយខ្ញុំសារជាថ្មីថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីរបៀបនៃការ install iTunes full version ដោយវីដេអូមុនខ្ញុំបានបង្ហាញពីរបៀប install ហើយក៏ប៉ុន្តែ iTunes ខ្ញុំ install លើកមុនគឺជាទ្រា ដូច្នេះខ្ញុំនឹងមកធ្វើវីដេអូនេះម្ដងទៀតដើម្បី install iTunes full version តោះកុំឲ្យខាតពេលវេលាយូរឥឡូវយើងទៅតាមដានទស្សនាដូចតទៅបាទជាដំបូងយើងត្រូវការ download iTunes នឹងមកនេះ file ដែលខ្ញុំ download ចុចលើនឹង double click មក double click ទៀតបាទជាដំបូងយើងមុននឹង install iTunes ហ្នឹងយើងត្រូវបិទទី1យើងត្រូវបិទអ៊ីនធឺណិតទី2យើងត្រូវបិទ firewall របស់ខ្ញុំអត់មានកម្មវិធីអង់ទី virus ណាទេខ្ញុំប្រើ Windows Defender អញ្ចឹងគ្រាន់តែបិទ Windows Defender រួចជាការស្រេចយក yes មកបើសិនជាបងប្អូនមានកម្មវិធីដូចជា Kaspersky ឬ Avast ចាប់មេរោគទាមទារឲ្យបងត្រូវបិទកម្មវិធីកម្ចាត់មេរោគសិនបន្ទាប់មកបានយើង install តោះបន្ទាប់ពីយើងបានបិទកម្ចាត់មេរោគហើយគឺ Windows Defender រួចយើង double click លើ iTunes ហ្នឹងមកបាទវានឹងចេញបែបនេះយើងគ្រាន់តែចុច agree បន្ទាប់មកយើងចុចពាក្យថា install បាទបន្ទាប់មកវាចុច yes វា load ឲ្យយើងចុចពាក្យថា yes មកហើយពេលនេះវាកំពុងតែ install បាទសូមមនុស្សចាំតិចទៅវាកំពុងតែ install កម្មវិធីហ្នឹងបាទវាកំពុងតែដំណើរការ install ហើយបាទឥឡូវការ install របស់យើងបាន success ហើយយើងគ្រាន់តែចុចលើពាក្យថា finish បាទបន្ទាប់ពីចុចដល់នឹងហើយអ្វីដែលសំខាន់បើសិនជាយើងចុចបើកទៅគឺនៅតែទ្រាប៉ុន្តែយើងត្រូវចុច right click លើវាយកពាក្យថា open file location បាទបន្ទាប់មកទៀតយើងចុចពាក្យថាមកស្ដាប់មកយកពាក្យថា send ឬក៏ចុច file location បាទច្រឡំយើងយកពាក្យ send to ហ្នឹងមកបន្ទាប់ពី send to ហើយយើងយកពាក្យថា desktop បាទបន្ទាប់មកយើងមកបិទបាទវានឹងចេញមុននេះiTunes form មួយទៀតយើង double click លើហ្នឹងដើម្បីចង់ដឹងថាតើ software ដែលយើង install នេះវា full version ហើយឬនៅតោះឥឡូវ double click លើយើងដាក់មក desktop shortcut ហ្នឹងថ្មីហ្នឹងយើង double click លើហ្នឹងមកបាទឥឡូវវាចេញបែបនេះហើយយើងទៅមើលចូល about បាទនេះ iTunes full version យើងបាន install កម្មវិធី iTunes នេះ full version រួចហើយខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះបើសិនជាបងប្អូន install ហើយវានឹងចេញតែមួយទេតែបងប្អូនត្រូវចុច mouse ស្ដាំលើវាចុចពាក្យថា open file location នៅត្រង់ចំណុចនេះយើងត្រូវចុច mouse ស្ដាំលើ iTunes 4 ហ្នឹងមកបន្ទាប់មកយើងត្រូវចុចលើពាក្យថា send to ដាក់លើ desktop ដូចខ្ញុំបានប្រាប់មិញហ្នឹងបាទយើងដាក់លើ desktop មានថា create shortcut បន្ទាប់មកយើងបើកលើfile ដែលយើងដាក់ shortcut មិញហ្នឹង
បើក file ដែលយើងចុចមកស្ដាប់ send មក desktop shortcut ហ្នឹងតែបើ click លើវាបានវា full version បើសិនជាបងប្អូនអត់ធ្វើបែបនេះទេបងប្អូនគ្រាន់តែ install ហើយបងប្អូនបើកលើ file ហ្នឹងតែម្ដងគឺវាអត់ full version ទេវានៅតែទ្រាដដែលបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបើសិនជាបងប្អូន like បងប្អូនចូលចិត្តកុំភ្លេចជួយចុច like subscribe ដាក់រូបកណ្ដឹងដើម្បីបានវីដេអូថ្មីលើកក្រោយទៀតបាទសូមអរគុណសូមជម្រាបលា